ខ្ញុំបាទសូមលំអរកាយគោរពនិងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនៅក្នុងថ្ងៃនេះជួបជាមួយខ្ញុំបាទស៊ូស៊ីខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានសម្ដាប់នៅជោគជតារាសីប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការអានជូនសម្ដាប់ជារៀងរាល់ថ្ងៃសូមពុកម៉ែបងប្អូនធ្វើការ comment នៅលេខសំណាងនិងសាធុដើម្បីទទួលបានលាភធំចូលផ្ទះនិងមានសំណាងជាប់តាមខ្លួនរហូតនៅថ្ងៃនេះការធ្វើដំណើរឬប្រកបមុខរបររកស៊ីផ្សេងពុកម៉ែបងប្អូនត្រូវយកទិសឦសានកុំចេញយាត្រាទៅទិសនិរតីធ្វើអ្វីមិនគួរប្រសើរឡើយចំពោះការអង្គុយឲ្យមានសិរីសួស្តីជ័យមង្គលក្នុងការរៀបមង្គលការឬពិធីសែនព្រេនផ្សេងនិងបើចង់ទទួលបានជោគជ័យនៃការលេងល្បែងអ្វីមួយនោះសូមអង្គុយនៅទិសខាងកើតបែរមុខទៅទិសនិរតីនិងទទួលបានជោគជ័យគ្រប់កលៈទេសៈសូមរីករាយស្ដាប់នៅជោគជតារាសីប្រចាំថ្ងៃអង្គារនេះជាមួយខ្ញុំបាទដូចតទៅឆ្នាំជូតកណ្ដុរនាំលៀបអុកញ៉ាចិញ្ចឹមមានសំណាងឈ្នះអស់រាល់សត្រូវហើយប្រាថ្នាអ្វីនោះគឺតែងតែបានសម្រេចនិងមានអនាគតក្លាយជាសេដ្ឋីកហបតីម៉ោងនៃលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង7យប់ពណ៌នៃលៀបសំណាងពណ៌ស្វាយនិងផ្ទៃមេឃលេខនៃលៀបសំណាងលេខ45និង66សូមខមមិនលេខ678យកលៀបសម្បត្តិអុកញ៉ាលុយវលៀនមានលៀបមានជ័យមានលុយហូរចូលចំពោះអស់លោកអ្នកដែលកើតឆ្នាំជូតនៅក្នុងថ្ងៃនេះធ្វើអ្វីក៏តែងតែផ្ដល់ផលល្អមកវិញនិងកិច្ចការងារមួយចំនួនតែងតែមានអ្នកជួយទៀតផងសម្រាប់អស់លោកអ្នកដែលជួញដូរមុខរបររកស៊ីអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលបានផលកម្រៃជាផ្លែផ្កាមកវិញគួរជាទីពេញចិត្តហើយបើលោកអ្នកចង់ធ្វើការជួញទីជិតឆ្ងាយតែងតែហុចផលជាផ្លែផ្កាដោយជាការគ្រងទុករីឯការធ្វើដំណើរទីជិតឆ្ងាយនឹងជួបតែសេចក្តីសុខក្សេមក្សាន្តដោយសពមួយដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំបើមានការព្រមព្រៀងគ្នាហើយពេលនេះជាពេលវេលាល្អសម្រាប់ការចូលចែកជើដល់ចាស់ទុំឆ្នាំឆ្លូវគូនោមលៀបនោមជ័យនោមសុភមង្គលប្រាថ្នាអ្វីតែងតែបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនៃលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងពណ៌សនិងផ្កាឈូកលេខនៃលៀបសំណាងលេខ21និង82សូមខមមិនលេខ168យកលៀបសម្បត្តិអភិជនមានលៀបមានជ័យមានលុយហូរចូលចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវនៅថ្ងៃនេះមិនសូវផ្ដល់ផលល្អក្នុងការសម្រេចចិត្តរឿងអ្វីមួយពីព្រោះថាផលអាក្រក់ងាយនឹងកើតឡើងជាងសពមួយដងសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះមិនសូវផ្ដល់ផលល្អប៉ុន្មានឡើយងាយនឹងកើតមានភាពរកាំរកោជាប់ជានិច្ចបើទោះបីធ្វើអ្វីក៏ចូលតែមានការអត់ធ្មត់និងដោះស្រាយបញ្ហាទើបមិនមានបញ្ហាចោទឡើងនៅពេលក្រោយរីឯបញ្ហាសេចក្តីស្នេហាគូសង្សារប្រុសស្រីមានការប្រឆាំងគ្នាច្រើនឆ្នាំខាលខ្លានាំលៀបអបរាចិញ្ចឹមមានលៀបមានជ័យមនុស្សម្នាស្រឡាញ់រាប់អានច្រើនម៉ោងនៃលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង4ល្ងាចពណ៌នៃលៀបសំណាងទឹកក្រូចនិងឈាមជ្រូកលេខនៃលៀបសំណាង27និង49សូមខមមិនលេខ168យកលៀបសម្បត្តិអភិជននៅក្នុងថ្ងៃនេះមានលៀបមានជ័យមានលុយហូរចូលចំពោះអស់លោកអ្នកដែលកើតឆ្នាំខាលនៅថ្ងៃនេះបើលោកអ្នកមានការសម្រេចចិត្តអ្វីមួយក៏តែងតែផ្ដល់ផលល្អមកវិញនៅពេលក្រោយជាបង្ខានបើមានការប្រកបមុខរបរជួញដូររកស៊ីបើចង់បោះទុនតូចធំពេលនេះជាពេលវេលាល្អតែងតែហុចផលជាផ្លែផ្កាមកវិញគួរជាទីពេញចិត្តទោះបីយ៉ាងណាក៏ដោយលោកអ្នកត្រូវចេះពិនិត្យទីតាំងឲ្យបានស្រួលបួលទើបមិនត្រូវជួបរឿងសោយអស់ប្រាក់កាសនៅពេលក្រោយរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានតែភាពរីកចម្រើនលូតលាស់ទៅមុខហើយបើមានចំនួនវិវាទពេលនេះជាពេលវេលាល្អក្នុងការផ្សះផ្សាទៀតផងឆ្នាំថោះទន្សាយមាសមន្ត្រីចិញ្ចឹមនោមលៀបនោមជ័យនោមសុភមង្គលហើយប្រាថ្នាអ្វីគឺតែងតែបានសម្រេចជានិច្ចម៉ោងនៃលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងសនិងខ្មៅលេខនៃលៀបសំណាងលេខ1និង69សូមខមមិនលេខ999យកលៀបសម្បត្តិអភិជននិងលុយស្ដុកស្ដំមានលៀបមានជ័យមានលុយហូរចូលចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ
នៅក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយចូលតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ណាមួយកើតឡើងនៅពេលក្រោយចំពោះអស់លោកអ្នកដែលប្រកបការងារលោកអ្នកមិនត្រូវយកចិត្តប្រកែកប្រកាន់ច្រើនឡើយព្រោះងាយនឹងកើតចំនួនវិវាទគ្នាណាស់សម្រាប់អស់លោកអ្នកដែលប្រកបមុខរបរជួញដូររកស៊ីមិនត្រូវធ្វើអ្វីមួយដែលតក់ក្រហល់ឡើយជាពិសេសការបណ្ដាក់ទុនរកស៊ីប្រយ័ត្នជួបរឿងសោយអស់ប្រាក់កាសពីខ្លួនត្រូវមកដេកស្ដាយក្រោយរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានដំណើរការទៅមុខជឿនលឿនគួរសមហើយនឹងមានភាពស្រស់ស្រាយប្រពៃឆ្នាំរងពស់នេករាជមានបារមីមានអំណាចមានមនុស្សជួយជ្រោមជ្រែងការងារតូចធំដើម្បីឲ្យអ្នកខ្លាយជាអ្នកមានទ្រព្យមហាសាលម៉ោងនៃលាភសំណាងម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នៃលាភសំណាងពណ៌ខ្មៅនិងស្វាយលេខនៃលាភសំណាងលេខ19និង29សូមខមមិនលេខ555យកលាភសម្បត្តិទេវតាទ្រព្យមាសពេជ្រកែវកងនៅក្នុងថ្ងៃនេះមានលាភមានជ័យមានលុយហូរចូលចំពោះអលោកអ្នកដែលកើតឆ្នាំរោងនៅថ្ងៃនេះមានសិរីសួស្តីនិងបើចង់ប្រកបកិច្ចការងារអ្វីអាចចាប់ផ្ដើមនៅថ្ងៃនេះបានហើយព្រោះថាផលល្អៗតែងតែឆ្លើយតបមកវិញជានិច្ចសម្រាប់អស់លោកអ្នកដែលប្រកបមុខរបរជួញដូររកស៊ីលៀបដែលតែងតែបលហួររំលងនិងភាពតានតឹងដែលតែងតែមានពេលនេះនឹងបានធូរស្រាលហើយបើមានអតិថិជនជំពាក់ប្រាក់កាសពេលនេះជាពេលវេលាល្អសម្រាប់ការសងវិញហើយរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំពោះម៉ាយមីម៉ាយក្តីបើលោកអ្នកស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយពេលនេះជាឱកាសក្នុងការរៀបចំសមគមជាគ្រួសារបំផុតឆ្នាំម្សាញ់ពោះនោមលៀបនោមជ័យនោមសុភមង្គលហើយប្រាថ្នាអ្វីតែងតែបានសម្រេចនិងអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនៃលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នៃលាភសំណាងពណ៌ប្រផេះនិងបៃតងលេខនៃលាភសំណាងលេខ20និង66សូមខមមិនលេខ998យកលាភសម្បត្តិអុកញ៉ាមានលាភមានជ័យមានលុយហូរចូលចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់នៅថ្ងៃនេះដោយសារតែដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតលោកអ្នកអាចសម្រុកការងារបានហើយព្រោះតែផលល្អៗតែងតែឆ្លើយតបមកវិញជានិច្ចចំពោះអស់លោកអ្នកដែលប្រកបការងាររាជការឬការងារក្រុមហ៊ុនណាមួយពេលនេះជាពេលវេលាល្អបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររុះរាន់ធ្វើពីព្រោះថាផលជាផ្លែផ្កានឹងទទួលបានមកវិញជាទីកក់ក្ដៅរីឯបញ្ហាសម្ព័ន្ធភាពស្នេហាប្រុសស្រីបើមានការរៀបការឬចូលស្ដីដណ្ដឹងជាឱកាសល្អប្រពៃបំផុតឆ្នាំមមីសេះទេវតាចិញ្ចឹមមានលាភមានជ័យមានមនុស្សស្រឡាញ់សាទរម៉ោងនៃលាភសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នៃលាភសំណាងពណ៌សនិងពណ៌ខ្មៅលេខនៃលាភសំណាងលេខ69និង99សូមខមមិនលេខ899យកលាភសម្បត្តិកហបតីចិនខ្ពស់មានលាភមានជ័យមានលុយហូរចូលចំពោះលោកអ្នកដែលកើតឆ្នាំមមីនៅក្នុងថ្ងៃនេះមុននឹងធ្វើអ្វីសូមគិតបីគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយពីព្រោះថាដួងរាសីរបស់លោកអ្នកស្រុតចុះនឹងមានបញ្ហាយីច្រើនបើសម្រេចចិត្តត្រូវមិនធ្វើទេតែបើសម្រេចចិត្តខុសវិញនឹងជួបផលលំបាកក៏កើតមានច្រើនផងដែរសម្រាប់អស់លោកអ្នកដែលប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះមិនថាផ្លូវគោកឬផ្លូវទឹកឬផ្លូវអាកាសក្តីទោះបីលោកអ្នកខិតខំប៉ុណ្ណាក៏ដោយក៏បានត្រឹមតែមួយទប់មួយទល់ហើយបើឲ្យសល់ធំដុំនោះគ្មានឡើយនេះបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំពោះម៉ាយមីម៉ាយក្តីក្នុងពេលនេះកើតមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននិងមានភាពរកាំរកោសជាច្រើនឆ្នាំមមេពពែមាសមន្ត្រីចិញ្ចឹមធ្វើអ្វីតែងតែបានសម្រេចនិងមានប្រាជ្ញាឆ្លៀសថ្លាហើយប្រាថ្នាអ្វីតែងតែបានសម្រេចជានិច្ចម៉ោងនៃលាភសំណាងម៉ោង4ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលាភសំណាងពណ៌បៃតងនិងក្រហមលេខនៃលាភសំណាង77និង99សូមខមមិនលេខ168យកលាភសម្បត្តិសំពៅលួងមានលាភមានជ័យនិងមានលុយហូរចូលចំពោះអស់លោកអ្នកដែលកើតឆ្នាំមមេនៅថ្ងៃនេះមុននឹងធ្វើអ្វីគួរគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយពីព្រោះថានៅថ្ងៃនេះលោកអ្នកងាយនឹងជួបបញ្ហាយាយីច្រើនសម្រាប់អស់លោកអ្នកដែលប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះលោកអ្នកខិត
តខំប៉ុណ្ណាបានត្រឹមតែមួយទប់មួយទល់តែប៉ុណ្ណោះរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំគូស្នេហានៅថ្ងៃនេះងាយនឹងកើតរឿងចំនួនវិវាទគ្នាច្រើនណាស់ឆ្នាំវោកស្វាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតជ្រះថ្លាហើយអនាគតខ្លាចជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនៃលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នៃលៀបសំណាងទឹកក្រូចនិងក្រហមលេខនៃលៀបសំណាងលេខ77និង89សូមខមមិនលេខ779យកលៀបសម្បត្តិអ្នកមានជនខ្ពស់មានលៀបមានជ័យមានលុយហូរចូលចំពោះអស់លោកអ្នកដែលកើតឆ្នាំវោកនៅថ្ងៃនេះលោកអ្នកមានដំណឹងល្អគួរឲ្យសប្បាយចិត្តថែមទៀតផងសម្រាប់ការប្រកបការងារឃើញថាមានការជឿនលឿនទៅមុខនិងហុចផលជាផ្លែផ្កាមកវិញគួរជាទីពេញចិត្តផងសម្រាប់អស់លោកអ្នកប្រកបមុខរបរជួញដូររកស៊ីពេលនេះត្រូវរស់រាន់ពីព្រោះថាបើលោកអ្នកខិតខំច្រើនប៉ុណ្ណាផលដែលបានមកវិញនឹងបានច្រើនប៉ុណ្ណឹងដែររីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរសមឆ្នាំរកាមន់មាសបារមីដេកជះមានអំណាចមានមនុស្សជួយជ្រោមជ្រែងការងារតូចធំដើម្បីឲ្យអ្នកបានក្លាយជាអ្នកមានទ្រព្យសម្បត្តិមហាសាលម៉ោងនៃលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងពណ៌សនិងកាឈូកលេខនៃលៀបសំណាងលេខ22និង82សូមខមមិនលេខ888យកលៀបសម្បត្តិអភិជនមានលៀបមានជ័យមានលុយហូរចូលចំពោះអស់លោកអ្នកដែលកើតឆ្នាំរកានៅថ្ងៃនេះក្នុងរង្វង់គ្រួសារលោកអ្នកត្រូវតែចេះអត់ឱនឲ្យគ្នាទៅមានភាពសុខដុមនិងប្រកាសមិនសូវហូរធ្លុះធ្លាយចេញអ្នកប្រកបមុខរបរជួញដូររកស៊ីជួបរឿងចំណាយធំកម្រៃនោះចូលមកមានកម្រិតធ្វើឲ្យមានការរែកពុនភាពលំបាកលំបិនមិនស្ទើរដែរនៅក្នុងថ្ងៃនេះបើលោកអ្នកមានដំណើរកំសាន្តផ្សេងក៏បីកុំសេពគ្រឿងស្រវឹងព្រោះងាយនឹងកើតមានរឿងរ៉ាវអាក្រក់ណាស់ហើយស្រួលមិនស្រួលនឹងកើតចំនួនវិវាទកាប់ចាក់គ្នាអាចឈានទៅដល់ការប្តឹងផ្តល់អស់ប្រកាសទៀតផងរាយបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានដំណើរការថយក្រោយជួនកាលងាយនឹងល្អជួនកាលងាយនឹងទើសទែងគ្នានិងមិនត្រូវរើគ្នាទៀតផងឆ្នាំចសំណក់នំលៀបជួបតែរឿងល្អៗក្នុងជីវិតមានលៀបមានសំណាងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ក្តីបំណងម៉ោងនៃលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងពណ៌សនិងក្រហមលេខនៃលៀបសំណាងលេខ11និង61សូមខមមិនលេខ777យកលៀបសម្បត្តិអភិជនលុយស្ដុកស្ដំមានលៀបមានជ័យមានលុយហូរចូលចំពោះអស់លោកអ្នកដែលកើតឆ្នាំចនៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីចូលមានចិត្តត្រជាក់និងធ្វើឲ្យភាពអាក្រក់នឹងត្រូវរលាយរលត់ចាក់ចែងឆ្ងាយទៅវិញជាពំខានចំណែកឯអ្នកប្រកបមុខរបរជួញដូររកស៊ីដួងរិស័យរបស់លោកអ្នកថ្ងៃនេះដាំក្បាលចុះម្ល៉េះហើយការចេញធ្វើចំនួនទីចិត្តឆ្ងាយគឺមានការជួបផលលំបាកក្នុងការប្រកចំណូលនិងកើតមានការរកម្មរកោសច្រើនផងដែររីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីត្រូវចេះរក្សាកិត្តិយសកុំភ្លើតភ្លើនខុសរបៀបនាំឲ្យខូចអស់កិត្តិយសកេរ្តិ៍ឈ្មោះវង្សត្រកូលឆ្នាំកោជ្រូកនាំលៀបនាំសុភមង្គលបើប្រាថ្នាអ្វីតែងតែបានសម្រេចហើយអនាគតคล้ายជាអ្នកមានយសស័ក្តិខ្ពង់ខ្ពស់ម៉ោងនៃលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នៃលៀបសំណាងពណ៌សនិងពណ៌លឿងលេខនៃលៀបសំណាងលេខ48និង99សូមខមមិនលេខ168យកលៀបសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយហូរចូលចំពោះអស់លោកអ្នកដែលកើតឆ្នាំកោនៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកប្រសើរគួរសមហេតុនេះបើលោកអ្នកចង់ធ្វើអ្វីមួយទាក់ទងនឹងបញ្ហាប្រកាសផលជាផ្លែផ្កានឹងហុចមកវិញគ្រាន់ជាទីពេញចិត្តសម្រាប់អស់លោកអ្នកដែលប្រកបមុខរបរជួញដូររកស៊ីក្នុងថ្ងៃនេះវិញបើទោះបីលោកអ្នកចេញធ្វើចំនួនទីជិតឆ្ងាយមិនថាផ្លូវគោកឬផ្លូវទឹកក៏តែងតែហុចផលជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផងដែររីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពរកម្មរកោសបន្តិចព្រោះតែម្នាក់ប្រកាន់ចិត្តខ្លាំងរៀងខ្លួន